ព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងសេចក្តីថ្លែងការណ៍របស់អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគឺលោកវិធិតមុនថាបននៅថ្ងៃទី24ខែវិច្ឆិកាលោកបានចេញសេចក្តីថ្លែងការណ៍មួយបាទគឺខ្ញុំសូមបកប្រែទូទៅជូនប្រិមិត្តគឺលោកវិធិតមុនថាបនដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានោះគឺបានសម្ដែងនៅការគ្រប់គ្រងជាបន្តបន្ទាប់របស់លោកចំពោះវិធានការសន្តិភាពនិងកសាងទំនុកចិត្តរវាងកម្ពុជានិងថៃលោកមុនថាបនបានមានប្រសាសន៍ថាវិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងប្រទេសនានាសមនឹងទទួលបានការគ្រប់គ្រងពីអង្គការសហប្រជាជាតិបាទពីយើងលោកប្រាប់ថាពីយើងហើយលោកបានបន្ថែមថាជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតាមព្រំដែនគួរតែត្រូវបានជួយស្របតាមស្តង់ដារសិទ្ធិមនុស្សហើយលោកក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងជូបាញ់ដែលបានសម្រេចដោយភាគីពាក់ព័ន្ធក្នុងខែកក្កដាឆ្នាំ2025គឺស្វាគមន៍កិច្ចព្រមព្រៀងតាំងពីខែកក្កដានោះហើយលោកក៏បានមានប្រសាសន៍ថាការអនុវត្តកិច្ចព្រមព្រៀងនោះប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើឧត្តមគតិរួមការសន្ទនានិងការអនុវត្តមនុស្សធម៌គឺមានសារៈសំខាន់ខ្លាំងណាស់ហើយក៏ទៅអមដោយការបន្ធូរបន្ថយនៅភាពតានតឹងនិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិហើយអ្នកជំនាញរូបនេះក៏បានអំពាវនាវឲ្យមានវិធានការដើម្បីទប់ស្កាត់ព័ត៌មានមិនពិតនិងព័ត៌មានคล้ายៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានលោកក៏បានកត់សម្គាល់ពីវត្តមានរបស់ការិយាល័យឧត្តមសង្កាសិទ្ធិមនុស្សនិងទីភ្នាក់ងារផ្សេងទៀតដែលអាចផ្ដល់ជំនួយផងដែរបាទលោកមុនថាបនបានសម្ដែងការគាំទ្រចំពោះសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរក្នុងខែតុលាឆ្នាំ2025ហើយលោកគាំទ្រផងដែរដោយបញ្ជាក់ពីបទជូបាញ់ពីមុននិងធ្វើការបដិញ្ញាចិត្តទៅលើបញ្ហាជាច្រើនរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដែលការពារជនស៊ីវិលនិងអ្នកទោសសង្គ្រាមអ្នករាយការណ៍ពិសេសក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្សសន្តិភាពលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាហើយលោកបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់លោកក្នុងការផ្ដល់ជំនួយបាទនេះគឺជាសេចក្តីថ្លែងការណ៍ដែលចេញមកពីទីក្រុងហ្សឺណែវរបស់ប្រទេសស្វីសដែលជាទីស្នាក់ការធំរបស់ឧត្តមសង្កាសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅលើពិភពលោកអញ្ចឹងគឺខ្ញុំសូមបន្ថែមការសង្កេតរបស់ខ្ញុំតិចឃើញបាទអញ្ចឹងខ្ញុំសម្រាប់ខ្ញុំដោយផ្ទាល់តែម្ដងភាសាអង់គ្លេសគេថា too little too late ណា slang មួយណាអ្នករៀនអង់គ្លេស too little too late បានន័យថាតិចតួចពេកហើយយឺតពេកហើយបានន័យថាសឹងតែគ្មានតម្លៃអ្វីទាំងអស់ក្នុងការនិយាយឬក៏ធ្វើអ្វីអត់មានអីកែប្រែទេ too little too late គឺគួរតែចេញយូរហើយណាគួរតែចេញយូរហើយគឺភាសាបែបនេះទោះបីជាគាត់ខំប្រឹងយោងទៅលើអ្នកជំនួយមនុស្សធម៌អង្គការសហប្រជាជាតិទីភ្នាក់ងារអង្គការសហប្រជាជាតិក៏វាខុសគ្នាដែរមិនមែនមានន័យថាអ្នកនោះជួយគាត់យក credit ពីគេហ្នឹងថាខ្លួនឯងបានចូលរួមចំណែកដែរមិនទេបាទគាត់ចេញសេចក្តីថ្លែងការណ៍របៀបហ្នឹងគួរតែចេញឲ្យយូរហើយបានមុននឹងយូរហើយណាមិនរងចាំយូរពេកចឹងហើយជាពិសេសរងចាំយូរហ្នឹងរហូតតតែខាងភាគីកម្ពុជាគាត់ធ្វើប្រតិកម្មទៀតបាទទី1គឺខាងលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជាលោកបានរិះគន់ហើយថែមទាំងខាងតំណាងអចិន្ត្រៃយ៍របស់កម្ពុជានៅហ្សឺណែវនោះក៏បានទៅជួបជាមួយមេធំតែម្ដងដើម្បីនិយាយអំពីបញ្ហាហ្នឹងបាទពាក់ព័ន្ធជាមួយហើយចំណុចដែលខ្វះខាតខ្ញុំឃើញប្រិមិត្តគាត់ធ្វើអត្ថាធិប្បាយនៅក្នុងពេលដែលខ្ញុំបង្ហោះ Facebook ហ្នឹងគឺតាក់ទងជាមួយនឹងយុទ្ធជនទាំង18នាក់ហ្នឹងគាត់គ្រាន់តែនិយាយបន្តិចបាទគឺ prisoner of war អញ្ចឹងទៅបាននិយាយបន្តិចចឹងអត់មានទាមទារឲ្យដោះលែងអីបានឆាប់អីអត់មាននិយាយបែបហ្នឹងមកបាទគ្រាន់តែស្រាលណាអញ្ចឹងបាន too little too late ទៀតមកពិបាកដែរអញ្ចឹងនិយាយដោយត្រង់ខ្ញុំមានការសោកស្ដាយដែរដោយប្រើឋានៈជាអតីតបុគ្គលិកអង្គការសហប្រជាជាតិម្នាក់ខ្ញុំមានការសោកស្ដាយដែលស្ថាប័នអង្គការសហប្រជាជាតិមួយធ្វើការបែបនេះយឺតយ៉ាវមែនតើខ្ញុំអាចចែករំលែកពីបទពិសោធន៍របស់ខ្ញុំបានគឺ
នៅពេលដែលជួបរឿងអញ្ចឹងបាទពេលដែលជួបរឿងធំបែបនេះខ្ញុំលើកឧទាហរណ៍នៅអឺរឿងព្រះវិហារបាទពេលរឿងព្រះវិហារគឺពេលហ្នឹងខ្ញុំនៅក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅឡើយទេបាទប្រិយមិត្តខ្លះថ្មី ប្រហែលជាមិនបានដឹងទេគឺពេលដែលមានការផ្ទុះបានភ្លាមហ្នឹងខាងកម្ពុជាគាត់ជំរាបជូនអង្គទូតតំណាងអង្គការអន្តរជាតិបាទដំបូងអង្គទូតទេនៅក្រសួងការបរទេសទាំងយប់ហើយជាអង្គការសហប្រជាជាតិមួយពេលហ្នឹងគឺមិនដឹងដោយចូលលើហេតុផលអីខាងអង្គការសហប្រជាជាតិអត់មានអ្នកណាគេអញ្ជើញសោះបាទពេលហ្នឹងខ្ញុំតែម្ដងគាត់ឲ្យខ្ញុំបន្លំទៅដើម្បីស្ដាប់តាមស្ថានភាពហ្នឹងខ្ញុំទៅដល់ក្រសួងការបរទេសមានតែម្នាក់មានតែម្នាក់នៅក្រសួងការបរទេសមានម្នាក់ដែលស្គាល់គឺលោកអិនសុផលហ្នឹងបាទបណ្ឌិតអិនសុផលហ្នឹងមិត្តភ័ក្ដិគាត់នៅកន្លែងហ្នឹងគាត់គិតថាមកទៅអីដែរអត់អញ្ជើញផងមកដែរបាទខ្ញុំថាមកលេងគាត់ដឹងបាទក្រោយពីហ្នឹងអ្នកកសែតដែលធ្លាប់ធ្វើកសែតដូចគ្នាគាត់ដឹងបាទរហូតដល់មានអ្នកកសែតបាយ័នទូបាយ័នថែមទាំងនឹងទូមួយចំនួនផងដែរថែមទាំងរាយការណ៍ថាមានតំណាងអង្គការសហប្រជាជាតិបានទៅចូលតាមដានបាទរហូតដល់ផ្អើលនៅបរិបទថាណាអង្គការសហប្រជាជាតិបាទគឺយើងទៅតាមដានសភាពការភ្លាមតែម្ដងហើយពេលហ្នឹងក៏មានការប្រជុំខ្ញុំនិយាយរឿងដែលធ្លាប់និយាយទៅមុនចុះគឺក៏យើងមានការប្រជុំដើម្បីថាតើតាមដានយ៉ាងម៉េចអីយ៉ាងម៉េចហើយមេខ្ញុំពេលហ្នឹងគាត់រាយការណ៍មកក៏ពីលោកបានគីមុនបាទភ្លាមតែម្ដងដើម្បីឲ្យបានដឹងអំពីបញ្ហាហ្នឹងបាទហើយគេតាក់ទងទៅអានោះគេធ្វើកិច្ចការអញ្ចឹងបាទពេលហ្នឹងគឺទោះបីជាមិនបានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉េចក៏ប៉ុន្តែក៏យើងតាមដានសង្កេតកិច្ចការអស់ហ្នឹងហើយនៅខាងលើបាទនៅកម្ពុជាអត់ចេញទេប៉ុន្តែនៅខាងអង្គការសហជីវជាតិបានចេញសេចក្តីថ្លែងការណ៍ហ្នឹងបាទពេលហ្នឹងមានណាបាទមានខាងអ្នកនាំពាក្យលោកអគ្គហ្នឹងបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងចំនួនកម្ពុជានិងថៃដែរបាទក៏ប៉ុន្តែរឿងនេះគាត់ជាពិសេសលោកមុនតាបនហ្នឹងគាត់ដូចជាយឺតយ៉ាវបាទមិនដឹងជាដោយសារហេតុផលអ្វីឥឡូវហ្នឹងគាត់ទៅចេញបាទអញ្ចឹងបាទជាខ្ញុំនិយាយមិញហ្នឹងថា too little too late ណាបាទប៉ុន្តែយ៉ាងណាក៏ដោយគាត់បានចេញហ្នឹងក៏សូមអរគុណផងដែរហើយថ្ងៃក្រោយរហ័សរហួនជាងហ្នឹងតិចកុំយឺតយ៉ាវអញ្ចឹងពេកបើមិនអញ្ចឹងទេ credit របស់ UN ហ្នឹងកាន់តែប៉ះពាល់ទៅហើយពីព្រោះគឺមានការជជែកច្រើនអំពី UN reform ការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិហ្នឹងគឺត្រូវតែធ្វើឲ្យកុំអូសកាឡាពេកយូរពេកអញ្ចឹងបាទនេះជាព័ត៌មានទី1ឆ្លើយតបជាមួយនៅប្រិមិត្តដែលតែចង់បានការពន្យល់របស់ខ្ញុំបន្ថែមគឺខ្ញុំអាចចូលរួមមតិប៉ុណ្ណឹងហើយការនិយាយរបស់ខ្ញុំហ្នឹងបើសិនជាសារព័ត៌មានណាឆ្លាតនៅស្រុកខ្មែរអាចយកដកសងសម្ដីខ្ញុំបានព្រោះខ្ញុំនិយាយក្នុងនាមជាអតីតបុគ្គលិកពេលដែលខ្ញុំសរសេរនៅផ Facebook ណាបាទអាចថាអតីតបុគ្គលិករបស់អង្គការសហប្រជាជាតិមួយរូបបានសម្ដែងនៅការខកចិត្តដែលលោកមុនតបនបានចេញសេចក្តីថ្លែងការណ៍យឺតយ៉ាវពេលវេលាគួរតែចេញមុនហ្នឹងបាទអាចដកសងបានមកខ្ញុំឲ្យដកសងបានពីព្រោះបើគេ confirm ទៅខាង UN វិញថាលោកកំសែងពិតជាបុគ្គលិក UN មែនឬមិនមែនស្រួលទេពីព្រោះអ្នកចូលចំនួនខ្ញុំនឹងចេញចង់អស់ប៉ុន្តែអ្នកដែលនៅអាច confirm បានគឺមេខាងបុគ្គលិកហ្នឹងមកពួកម៉ាក់ខ្ញុំចូលថ្ងៃដំណើរគ្នាតែម្ដងគាត់នៅធ្វើដល់រាល់ថ្ងៃប្រធានខាងបុគ្គលិកបាទ HR manager បាទអញ្ចឹងវាចង់ឲ្យច្បាស់សួរទៅ UN សួរទៅគាត់ហ្នឹងទៅតែកំសែងធ្លាប់ធ្វើ UN អត់គាត់ឆ្លើយមកវិញហើយហ្នឹងហើយចូលថ្ងៃដំណើរគ្នាថ្ងៃជាមួយគ្នាតែម្ដងប៉ុន្តែគាត់ធ្វើដល់រាល់ថ្ងៃខ្ញុំចេញវិញហើយបាទនេះជាព័ត៌មានទី1ណាបាទព័ត៌មានទី2នេះគឺតកតងជាមួយនឹង